បាទសួស្តីបងអ្នកណាគេដែលតែប្រើដូចសាកទូរស័ព្ទចេញពីទូប្រៃបងប្អូនណាប្រើគឺវាមានប្រភេទចឹងណាគឺដូចច្រើនញ៉ៃញ៉ៃមែនទេបងប្អូនយើងវាអត់មានសុខភាពក្នុងឡានយើងទេដូចញ៉ៃញ៉ៃថ្ងៃនេះខ្ញុំលេងប្រើពេលនេះខ្ញុំមាន3ប្រភេទជូនបងប្អូនទស្សនាមើលឥឡូវនេះខ្ញុំមកតេស្តប្រភេទទី1ណាប្រភេទទី1ជាប្រភេទ4 in 1បងប្អូនណាដូចនេះ4 in 1នេះគេមានមកខ្សែ2មាន iPhone មាន Type C ហើយមានពន្លឺ Skyline ហើយមានរុនសាកចេញមាន Type C ហើយនិង USB ដូចគ្នាប្រភេទដូចនេះ120 វ៉ាត់បងប្អូនសាកលឿនមែនទែនយើងសាកចេញពីឡានរបស់យើងលឿនបងប្អូនមានឡានល្អយើងប្រើដូចប្រភេទដូចទី5ល្អទៅបងប្អូនណាបីសាកទូរស័ព្ទយើងពេញបាត់ពេញពីហ្នឹងហើយគុណភាពថ្មទូរស័ព្ទយើងក៏នៅល្អដែរនេះមកនឹងខ្សែវាវែងអញ្ចឹងបងប្រហែលជា80 cm ខ្សែគេខ្សែ iPhone និង Type C យើងមានតែនឹងមួយយើងចង់ប្រើតែ iPhone សាក iPhone ក៏បានយើងទុក Type C ចោលក៏បានយើងបិទវាចោលទៅសម្រាប់ប្រភេទហ្នឹងដែរបងប្អូនណាខ្សែមាន2ហើយគេមាននេះបង្ហាញភ្លើង LED ហើយនឹងគេមាន option បង្ហាញអំពែសាកចេញហើយនេះការប្រើប្រាស់ពន្លឺរបស់គេយើងគ្រាន់តែចុចប៊ូតុងខាងនេះមកនេះមានប៊ូតុងមួយនៅខាងនេះពន្លឺវានឹងចាញ់ឲ្យមកហើយស្អាតមែនទែនពន្លឺគេយើងអាចប្រើមើលនៅក្នុងឡានហ្នឹងពេលថ្ងៃខ្ញុំថតពេលថ្ងៃវាអត់យ៉ាងអត់សូវភ្លឺខ្លាំងតែបើពេលយប់គឺពន្លឺស្អាតមែនទែនណានៅលើដំបូលឡានរបស់យើងមកនឹងគឺពិសេសមែនទែនបងល្អប្រើមែនទែនខ្ញុំធានាគុណភាពជូនមួយដល់មួយឲ្យទិញតែមួយហ្នឹងប្រើរាប់ឆ្នាំមិនទាន់តាណាទេហើយការកម្លាំងសាករបស់វាគឺសាកលឿនល្អឥឡូវខ្ញុំតេស្តទី2ជូនបងប្អូនពេលយើងសពហើយយើងទាញខ្សែមកបងប្អូនណាយើងទាញខ្សែឲ្យចោលធ្លាក់ទៅវិញវានៅតែម្ដុំទេនិយាយទៅវាអត់អញ៉ៃក្នុងឡានយើងមកខ្ញុំតេស្តម៉ូតទី2ជូនបងប្អូននេះម៉ូតទី2ដូចគ្នាបងប្អូនអាចកាច់ចុះឡើងបានហើយកម្លាំងសាក120 វ៉ាត់ដូចគ្នាម៉ូតទី2ហ្នឹងមានដូចគ្នាតែនេះគេមានតែ LED បង្ហាញចំនួន2ទេហើយមកជាមួយនឹងខ្សែ2ដូចគ្នាខ្សែប្រវែងដូចគ្នាបងប្អូនណាប្រហែលជា80 cm ដូចគ្នាឥឡូវខ្ញុំណែនាំទី3នេះម៉ូតទី3នេះមានរូបរាងបែបហ្នឹងនិយាយទៅខ្សែមានរុនសាកចេញមាន4ដូចគ្នាបងប្អូនមានទាំងខ្សែ2ហើយនឹងដូច Type C ហើយនឹង USB មួយអញ្ចឹងមួយនឹងប្រើបាន4ក្នុងពេលតែមួយណាសិនបងប្អូនមានតម្រូវការអាចសាកស៊ូព័ត៌មានឥឡូវបានណាព្រោះយើងមានការបញ្ចុះតម្លៃសម្រាប់50 នាក់ដំបូងហ្នឹងហើយអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូនេះបាយបាយ